បាទជំរាបសួរសម្ដេចត្រង់អាដាមលោកជំទាវលោកស្រីនាងកញ្ញាកុមារាកុមារីសិលវ័នសិលវតីកបីពហុសូនរហូតដល់អដ្ឋកោវឹកនឹករដ្ឋចាក់ប្រតិចាទាំងអស់ជាទីគោរពខ្ញុំបាទឈ្មោះឡុងបូរ៉ាហើយលោកតាថ្មអណ្ដែតដែលជាហោរាសាស្ត្ររបស់ប្រព័ន្ធទូរស័ព្ទ Mobitel ហើយក៏ជាហោរានៅក្នុងកម្មវិធីផ្កាយផ្លូវវគ្គកាយវាសនានិងលើករាសីរបស់ទូទស្សន៍ My TV ផងដែរថ្ងៃនេះលោកគ្រូនឹងលើកមកបង្ហាញដោយសារមាន friend មួយចំនួននៅក្នុង profile ហ្នឹងគឺថាបានmessage មកសួរលោកគ្រូយ៉ាងច្រើនហើយឲ្យលោកគ្រូនឹងជួយបង្ហាញនិងជួយពន្យល់អំពីរបៀបនៃការរាប់អាយុតាមបែបបុរាណហើយនឹងលឿនចឹងទេថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីការរាប់អាយុតាមក្បួនបុរាណហើយនឹងលឿនបំផុតចឹងទេជាក់ស្ដែងមុននឹងយើងចាប់ដើមរាប់អាយុគឺយើងស្គាល់អំពីមេនៃអាយុនៃការរាប់ជាមុនសិនទី1ឧទាហរណ៍ថាខ្ទង់10ឆ្នាំចឹងកាលណាខ្ទង់10គឺយើងរាប់10ដកចេញខ្ទង់20គឺយើងរាប់8ដកចេញខ្ទង់30គឺយើងរាប់6ដកចេញខ្ទង់40យើងរាប់4ដកចេញខ្ទង់50យើងរាប់2ដកចេញខ្ទង់60គឺយើងរាប់12ដកចេញចឹងបន្តទៅទៀតមានខ្ទង់7ចឹងទៅយើងថយ2លេខមកខាងក្រោមមកខ្ទង់7គឺយើងរាប់2ដកចេញ10ដកចេញខ្ទង់8ចឹងទៅយើងរាប់8ដកចេញចឹងទៅខ្ទង់9ចឹងទៅយើងរាប់6ដកចេញអីចឹងទៅប៉ុន្តែជាក់ស្ដែងលោកគ្រូបង្ហាញអំពីខ្ទង់10ដល់ខ្ទង់60ជាមុនសិនចឹងទី1យើងឧទាហរណ៍ទៅលើខ្ទង់10បានន័យថានៅក្នុងខ្ទង់នៃ10ឆ្នាំនៃអាយុចឹងឆ្នាំរោងលោកគ្រូលើកឧទាហរណ៍អំពីឆ្នាំរោងចឹងឆ្នាំរោងយើងចាប់ដើមរាប់រោងម្សាន់មមីមម៉ែវករកាចកោជូតឆ្លើងចឹងកាលណាគ្រប់10គឺយើងដកចេញចឹងយើងបន្តអំពីឆ្លើងខាលថោះរោងម្សាន់មមីមម៉ែចឹងមាន6លេខចឹងជាក់ស្ដែងនៅក្នុងឆ្នាំនេះគឺឆ្នាំមម៉ែសពស័កពុទ្ធសករាជ2559ចឹងបើសិនជាយើងនិយាយអំពីខ្ទង់10នៅក្នុងឆ្នាំរោងនេះគឺមានអាយុ16ឆ្នាំបញ្ជាក់អំពីខ្ទង់10ចឹងបន្តទៅទៀតយើងនិយាយអំពីខ្ទង់20ចឹងចំពោះខ្ទង់20គឺយើងរាប់8ដកចេញចឹងយើងបន្តការរាប់ព្រោះយើងចង់ដឹងបន្តទៀតថាចុះបើសិនជាឆ្នាំ1ម៉ែខ្ទង់20តើ20ប៉ុន្មានចឹងយើងរាប់ពី1ម៉ែទៅ1ម៉ែវករកាចកោជូតឆ្លើយខាលចឹងយើងបាន8ចឹង8យើងយកចេញចឹងយើងបន្តអំពីខាលថោះរោងម្សាន់មមីមម៉ែចឹងឆ្នាំ1ម៉ែនៅក្នុងខ្ទង់20ឆ្នាំនេះគឺមានអាយុ25ឆ្នាំព្រោះឆ្នាំនេះឆ្នាំ1ម៉ែចឹងបន្តទៅខ្ទង់30ចឹងខ្ទង់30គឺយើងរាប់6ដកចេញចឹងដើម្បីឲ្យយើងដឹងថាតើ6ដកចេញយ៉ាងម៉េចនៅក្នុងខ្ទង់30នេះលោកគ្រូលើកឧទាហរណ៍ចំពោះឆ្នាំវកខ្ទង់30ចឹងយើងបន្តការរាប់វករកាចកោជូតឆ្លើងចឹង6គឺយើងដកចេញចឹងយើងរាប់បន្តគឺខាលថោះរោងម្សាន់មមីមម៉ែចឹងឆ្នាំនេះគឺឆ្នាំ1ម៉ែចឹងសន្មតថាខ្ទង់30គឺអាយុ36នៅក្នុងឆ្នាំថ្មីឆ្នាំ1ម៉ែសពស័កពុទ្ធសករាជ2559ចំពោះខ្ទង់40ចឹងខ្ទង់40គឺយើងរាប់ចំនួន4ចឹងលោកគ្រូលើកឧទាហរណ៍ថាឆ្នាំជូតខ្ទង់40តើ40ប៉ុន្មានចឹងយើងរាប់បន្តជូតឆ្លើយខាលថោះចឹងកាលណាគ្រប់ចំនួន4យើងដកចេញចឹងយើងបន្តអំពីរោងម្សាន់មមីមម៉ែចឹងបានន័យថាខ្ទង់40គឺ44ចំពោះឆ្នាំជូតបន្តទៅទៀតគឺខ្ទង់50គឺយើងរាប់2ដកចេញចឹងយើងបន្តអំពីខ្ទង់50បន្តទៅទៀតចឹងជាក់ស្ដែងយើងឧទាហរណ៍ថាឆ្នាំកុលខ្ទង់50តើមានអាយុ50ប៉ុន្មានចឹងយើងរាប់បន្តកុលជូតចឹងយើងបន្តទៅទៀតព្រោះយើងគ្រប់2យើងដកចេញឆ្លើយខាលថោះរោងម្សាន់មមីមម៉ែចឹងបើខ្ទង់50គឺ57ចឹងចំពោះឆ្នាំកុលនៅក្នុងឆ្នាំថ្មីនេះមានអាយុ57ឆ្នាំចឹងចំពោះខ្ទង់60គឺយើងរាប់12ឬមួយក៏យើងអាចមិនបាច់រាប់ទេយើងរាប់អំពីលេខនៃអាយុរហូតទៅដល់ឆ្នាំនៃអាយុរហូតទៅដល់ឆ្នាំនៃសកលដែលឆ្នាំ1ម៉ែសពស័កទៅគឺយើងអាចដឹងចំនួននៃអាយុហើយយកមកបូកជាមួយនឹង60គត់ចឹងយើងបន្តការរាប់ទៀតចឹងជាក់ស្ដែងឧទាហរណ៍ថាឆ្នាំជូតនៅក្នុងខ្ទង់60តើ60ប៉ុន្មានចឹងយើងបន្តការរាប់ជូតឆ្លើយខាលថោះរោងម្សាន់មមីមម៉ែចឹងសន្មតថាឆ្នាំជូតខ្ទង់60គឺនៅក្នុង
68ចឹងឬមួយក៏យើងអាចរាប់មួយទៀតប៉ុន្តែរៀងយើងបន្តិចគឺយើងរាប់12ដកចិនចឹងយើងបន្តជូតឆ្លើយខាលថោះរោងប្រសាន់មមីមមែវោករកាចកោចឹងយើងបន្តអំពីជូតឆ្លើយខាលថោះរោងប្រសាន់មមីមមែចឹង68ដូចគ្នាប៉ុន្តែរៀងយឺតជាងកាលពីយើងរាប់ពីខាងដើមបន្តិចព្រោះបើសិនជាយើងមិនបាច់រាប់12ទេយើងរាប់អំពីឆ្នាំនៃអាយុទៅដល់ឆ្នាំនៃសកលទៅគឺយើងអាចដឹងអំពីចំនួនអាយុរបស់ខ្ទង់ហុកតែម្ដងចឹងថ្ងៃនេះលោកគ្រូនឹងលើកមកបង្ហាញនេះគឺដើម្បីជម្រាបនិងចែករំលែកទៅដល់ friend មួយចំនួននៅក្នុង profile ដែលបាន message មកសួរលោកគ្រូក៏ដូចជាជូនទៅដល់សម្ដេចអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាកុមារាកុមារីសិលវ័នសិលវតីកបីពហុសូររហូតដល់អដ្ឋកោវកនិងដល់ចាក់ព្រឹត្តិការណ៍ទាំងអស់ដើម្បីជាចំណែកមួយដើម្បីឲ្យយល់អំពីរបៀបនៃការរាប់អាយុបែបនិយាយបំផុតចឹងជាចុងក្រោយខ្ញុំបាទក៏សូមជូនពរដល់សម្ដេចទ្រង់អាយដាមលោកស្រីនាងកញ្ញាតែបានមើលនៅក្នុងកម្មវិធីនេះនៅក្នុង profile របស់ Facebook លោកគ្រូលោកបុរាហើយលោកតាថ្មអណ្ដែតបច្ចុប្បន្នជាហោរាសាស្ត្ររបស់ក្រុមហ៊ុនទូរស័ព្ទ Movitel ហើយក៏ជាហោរាសាស្ត្ររបស់កម្មវិធីផ្ការីផ្លើវគ្គកាយវាសនានៅលើរាសីរបស់ទូរទស្សន៍ My TV សូមជូនពរឲ្យជួបប្រទះតែនៅស្ដីសុខសេចក្តីចម្រើនគ្រប់ទទួលទានមានបានគ្រប់ការតន្តិវិទ្យាត្រីតរៀងទៅសូមអរគុណសូមជម្រាបលា